បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អានពេលនេះខ្ញុំបាទសូមមកចែករំលែកនៅរុក្ខជាតិឱសថមួយមុខទៀតហើយបាទហើយរុក្ខជាតិនេះយើងអាចព្យាបាលនៅស្ត្រីទាស់ស្គមរីងរៃអត់ទឹកដោះបាទអញ្ចឹងយើងអាចយកសម្បកសរសេកនេះយកមកដាំទឹកហូបដើម្បីព្យាបាលរោគទាស់និងទាស់អត់ទឹកដោះបាទទី1ទី2ជាថ្នាំរាកបាទជាថ្នាំរាកបើបងប្អូនមានអាការៈរាកយើងអាចយកសម្បកសរសេកនេះមកដាំទឹកទទួលទានបានវាជាថ្នាំរាកអញ្ចឹងអត្ថប្រយោជន៍របស់សម្បកសរសេកទី1គឺរាកទី2ទាស់ទី3គឺបញ្ចេញទឹកដោះបាទបាទនេះជាស្លឹកសរសេកបាទសូមអរគុណសូមជម្រាបលាសូមអធិស្ឋានរាល់កំហុសឆ្គងបាទសូមអរគុណ